សកម្មភាពមួនស៊ីចំណៃពេលល្ងាចនេះយើងដាក់ទុំម៉ោង4 កន្លះអីមើលតាមមេឃក្តៅមេឃត្រជាក់មេឃក្តៅយើងដាក់4 កន្លះអីទៅដើម្បីវាស៊ីបានយូរគេថាបនសុខភាពល្អមែនតើនេះនៅល្ងាចឡើងយើងរើសពងផ្សារទៀតតងម៉ោង4 ម៉ោង5អីអស់ពងហើយពងអស់ហើយកន្លែងខ្លះដាក់ភ្លាមអស់បាត់កន្លែងខ្លះនៅស៊ីឡាយមេបងត្រូវការចង់បានពូជបើចង់បានតិចយើងមានជីឆូតតូចសម្រាប់បងបើចង់បានច្រើនក៏យើងមានលក់ចាប់ពី1000 ក្បាលឡើងក៏មានលក់ដែរសម្រាប់ពូជមន់ពងនេះពូជនេះជាពូជដែលត្រាពងវាច្រើនជាងគេហើយធន់នៅអាកាសធាតុនៅស្រុកខ្មែរធន់នឹងជំងឺហើយសម្រាប់បងចង់ត្រូវការរបៀបជាសម្ភារៈក៏បានជាមួនក៏បានសម្ភារៈមានធុងមានតំណក់ទឹកមានខាងតចំណីខាងអីមិនទេបើតចំណីខាងបងដែលធ្វើបានខ្លួនឯងក៏យើងនេះទៅបើសិនជាបងចង់ត្រូវការក៏យើងមានធ្វើឲ្យដែរសម្រាប់សម្ភារៈនិងធុងយើងមានធូរថ្លៃឲ្យជូនបងហើយនេះមិនបានតែដាក់តែមួនពងទេមួនសែសម្រាប់ប្រកាត់ក៏យើងដាក់បានដែរដាក់បានដូចគ្នាសម្រាប់ធុងនេះយើងមានធុង3 ប្រឡោះ4 ប្រឡោះ5 ប្រឡោះតាមតម្រូវការខាងបងតាមតែតម្លៃខុសគ្នាមួយកៈពីរកៈតិចតួចតែបីយើងនេះគឺវាអាចពងរយៈពេលបានយូរពី2 ទៅ 3 ឆ្នាំហើយបើយើងអាចថែសារវាបានល្អសុខភាពវាល្អអាហ្នឹងអាចចូល3 ឆ្នាំតិចតួចអីក៏មានដែរកាន់តែតាពងវាថយតាមហ្នឹងចឹងណាតែបើវាពងបានរយៈពេលយូរហើយសម្រាប់ប្រភេទមាន់នេះគឺពងរាល់ថ្ងៃដូចមាន់សែយើងពងអស់មួយវគ្គហើយជំរាបសម្រាប់ខ្លាចជាកន្លះខែ1 ខែបើវាពងទៀតមាន់នេះគឺអត់មានថ្ងៃសម្រាប់ទេវាសម្រាប់រៀបរាល់ថ្ងៃបាក់សាំងឬក៏វាអត់ស្រួលខ្លួនឈឺដាសាយអីអាហ្នឹងវាអាចអត់ពងសម្រាប់ពួកដែលវាអត់ស្រួលខ្លួនហ្នឹងណាហ្នឹងវាអាចថយពងតិចតួចខ្លះឬក៏ដូរអាកាសធាតុពីរដូវប្រាំងមករដូវវស្សាពីរដូវវស្សាមករដូវប្រាំងវិញអាហ្នឹងក៏អាចថយពងតាមនឹងដែរហើយសម្រាប់ទីផ្សារពងពួកពងក្រហមចេះសម្រាប់នៅស្រុកយើងអត់ខ្វះទីផ្សារទេបងកុំខ្លាចថាចិញ្ចឹមឲ្យខ្វះទីផ្សារគេខ្វះទេឲ្យតែមានម៉ូយតែយកអស់ហើយស៊ីពេលល្ងាចឡើងចឹងបងត្រូវការចង់បានពូជមន់ពងជាឈុតតូចក៏បានឈុតតូចយើងមាន8 ក្បាលមានទ្រុងមានតំណក់ទឹកមានតចំណីរៀបចំឲ្យមកស្អាតមន់យកទៅគឺធ្លាក់ពងតែបងត្រូវការជីតមាន់បើយកជីតមាន់ក៏យើងមានដែរតែកាលណាយើងមានលក់ជាច្រើនហ្មងយើងលក់1000 ក្បាលឡើងបើតំណក់ទឹកក៏យើងមានដែរទឹកយើងដាក់អញ្ចឹងស្រួលសឹងបាក់យើងហត់នឿយក្នុងការដូរដាក់ទឹកដូរអីអរគុណសម្រាប់បងត្រូវការអាចតតងមកតាម Telegram ឬ call មក015 488 498 បានឬក៏តតងមកតាម page Facebook page តនី Farm អរគុណច្រើនបង